សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសង្កេតសាច់រឿងអ៊ូម៉ាមូសាមេភាគទី2បន្ទាប់ក្រោយពីការមកដល់របស់ Special Week យើងក៏ដឹងហើយថានាងក៏បានចូលរួមធីមមួយដែលមានឈ្មោះថា Smika ប៉ុន្តែមិនទាន់នឹងបានដល់ដង្ហើមស្រួលផងគ្រូបង្វឹកស្រាប់តែទម្លាក់គ្រាប់បែកមួយទំហឹងនោះគឺបង្ខំឲ្យ Special Week ចូលរួមការប្រកួតបើកឆាក Debut Race នៅសប្តាហ៍ក្រោយនេះហើយតើក្មេងស្រីមកពីស្រែដែលមិនទាន់ដឹងអីសោះម្នាក់នេះអាចឆ្លងកាត់ការប្រកួតដំបូងរបស់នាងដោយរបៀបណាតោះទៅតាមដានប្លង់នីមួយៗទាំងអស់គ្នាថ្ងៃថ្មីក៏ចូលមកដល់គ្រូបង្វឹកបានប្រកាសភ្លាមៗថា Special Week ត្រូវតែចូលរួមការប្រកួត Debut Race ក្នុងពេលប៉ុន្មានថ្ងៃខាងមុខបញ្ហាត្រង់ថា Special Week គ្រាន់តែជាក្មេងស្រីមកពីជនបទខណៈពេលដែល Special Week កំពុងតែរំភើបនឹងសមាជិកក្រុម Speaker ផ្សេងទៀតជាពិសេសដូចជា Vodka និង Daiwa ដឹងច្បាស់ថានេះជាការសម្រេចចិត្តដ៏ប្រថុយប្រថានរបស់គ្រូបង្វឹកពេលល្ងាចគេចូលមកដល់ Special Week និងក្រុម Speaker បានធ្វើការហាត់សមរួមគ្នាចឹងទៅតែមូលហេតុថា Special Week របស់យើងនឹងគឺត្រឹមតែអ្នកនៅស្រុកស្រែទេអញ្ចឹងហើយអ្នកដែលនៅស្រុកស្រែអញ្ចឹងគេមិនសូវជាហាត់សមឬក៏ការហាត់ប្រាណហ្នឹងវាដូចនៅសាលាអញ្ចឹងណាឬក៏និយាយបានទៀតថាពិបាកនឹងការហាត់សមផងដែរក៏ប៉ុន្តែដោយសារតែមានក្តីសម័យនៅក្នុងខ្លួន Special Week របស់យើងគឺបានខិតខំមែនតើខ្ញុំសូមហៅគាត់ Spa ដោយសារតែហៅគាត់ Special Week វែងពេកបន្ទាប់ពីហាត់សមនឹងចប់មកក៏ដល់ពេលសម្រាក Spa របស់យើងនឹងដូចអស់កម្លាំងច្រើននេះគេជាងឯងស៊ូស៊ូកាឃើញហើយក៏រៀងអាណិតអញ្ចឹងណាគាត់ណាទៅដល់បន្ទប់ភ្លាមស៊ូស៊ូកាឃើញ Spa របស់យើងនឹងដេកបាត់ហើយដោយសារតែហាត់អស់កម្លាំងពីថ្ងៃថ្មីក៏បានមកដល់ trainer ក៏បានមកបង្ហាត់ធម្មតាតែថ្ងៃនេះ trainer គាត់មកប្រាប់ពីក្បួនរត់នៅទីលានដោយសារតែការរត់ទទេហ្មងគឺវាអាចនឹងឈ្នះគេទេហើយមួយចំណោមផ្លូវទាំងអស់ហ្នឹងគឺមាន hill ឬក៏អាចនិយាយបានថាជាចំណុចកម្ពស់មួយដែលជាបញ្ហាទូទៅហ្មងសម្រាប់អ្នករត់ហើយ Spa របស់យើងហ្នឹងក៏បានបង្ហាញផងដែរថានាងគឺមានអារម្មណ៍ភ័យខ្លាចនៅពេលដែលចាប់ផ្ដើមការប្រកួតជាពិសេសគឺនៅអាទ្វារបើកអា starting gate ហ្នឹងកន្លងមកដល់ពេលយប់មក Spa និង Sasuke ហ្នឹងក៏បានជជែកគ្នាលេងផងដែរហើយក្នុងការសន្ទនាហ្នឹងយើងក៏បានដឹងដែរថាម្ដាយបង្កើតរបស់ Spa ហ្នឹងអត់ដឹងទៅណាទេអាចថាស្លាប់ក៏បានដែរហើយរងថ្ងៃហ្នឹង Spa អត់មានម្ដាយបង្កើតទេមានតែម្ដាយចិញ្ចឹមហើយម្ដាយបង្កើតរបស់ Spa ហ្នឹងក៏បានផ្ដាំដែរថាឲ្យជួយនាងហ្នឹងឲ្យខ្លាចទៅជាអ្នករត់លឿនផងហើយម្ដាយចិញ្ចឹមរបស់ Spa ហ្នឹងក៏បានព្យាយាម train Spa ខ្លាំងមែនតើ train ហ្នឹង train បែបស្រុកស្រែមានទាំងអូសកង់ឡានផងមានទាំងជិះម៉ូតូរត់ផងអីផងអូច្រើនណាស់បន្ទាប់ពីបានដឹងក្តីមក Spa ក៏បានចូលឈ្មោះចូលរៀននៅសាលាដែលយើងបានឃើញនៅភាគទី1ហ្នឹងឯងអត់តមកប្រហែលផងថ្ងៃនេះក៏បានមកដល់គឺជាថ្ងៃដែលការប្រកួតDebut Race ចាប់ផ្ដើមហើយនៅលើឆាកក៏បានណែនាំឲ្យស្គាល់ Spa របស់យើងទៅកាន់ទស្សនិកជនច្រើនផងដែរហើយដោយសារតែអៀនផងភ័យផងអីផងទៅគឺឡើងទៅឆាកហ្នឹងដូចអត់រលូនទេហើយ trainer ក៏បានពឹងឲ្យ Suzuka ហ្នឹងយកអាវឲ្យ Special Week ផងហើយអាវហ្នឹងដែរគឺជាអាវរត់ប្រណាំងមិនអាវធម្មតាណាអំឡុងដើរហ្នឹង Spa ក៏បានជួប Sasuke ហើយ Sasuke ក៏បានបកគលអាវការរត់ប្រណាំងឲ្យ Spa ផងដែរមកផ្លែតក្រោយមកការប្រកួតក៏បានចាប់ផ្ដើមទ្វារក៏បានចាប់ផ្ដើមបើកកីឡាករទាំងអស់ក៏ស្ទុះរត់ទៅមុខទាំងអស់គ្នាហើយដោយសារតែ Spa យើងគាត់នៅភ័យអាពេលចាប់ផ្ដើមការប្រកួតហ្នឹងអញ្ចឹងគាត់រត់ទៅរៀងយឺតជាងគេបន្តិចប៉ុន្តែមិនធ្វេទេ Spa របស់យើងហ្នឹងអាចរក្សាកម្លាតមិនឲ្យឆ្ងាយពីគេខ្លាំងពេកទេការប្រកួតគឺនៅតែបន្តហើយ Spa របស់យើងគឺរត់ធម្មតាទេក្នុងគោលបំណងចង់រក្សាកម្លាំងដើម្បីបញ្ចេញនៅពេលចិត្តបញ្ចប់ទីអញ្ចឹងក្រឡេកទៅក្រោយហ្នឹងក៏ឃើញកីឡាករលេខ13ដែលកីឡាករលេខ13នេះផងដែរមើលទៅដូចជាព្យាយាមរក្សាកម្លាំងដើម្បីបញ្ចេញនៅពេលទីចិត្តបញ្ចប់ការប្រកួតក៏បន្តទៅរហូតដល់បានពាក់កណ្ដាលទីហើយឃើញថាកីឡាករលេខ13ហ្នឹងបាននាំមុខ Spa បាត់ទៅហើយអ្វីដែលសំខាន់ហ្នឹងអ្នកក្រោយទៀតហ្នឹងក៏តាមចិត្តតន់ដែរធ្វើឲ្យក្រុមរបស់ Spa ហ្នឹងគឺមានការភ័យព្រួយជាខ្លាំងមិនត្រឹមតែប៉ុណ្្នឹងទេកីឡាករលេខ13ហ្នឹងរត់បដាហ្នឹងក៏ឆ្កឹះដីបដាដែរធ្វើឲ្យSpa របស់យើងហ្នឹងកិច្ចហ្នឹងយឺតតិចតួចណាហើយទីក៏ចិត្តបញ្ចប់កីឡាករលេខ13បានប្រើកម្លាំងដល់សល់ទាំងប្រមាណហ្នឹងរត់ទៅមុខគេតែម្ដងធ្វើឲ្យអ្នកគាំទ្រក៏ដូចជាការប្រកួតហ្នឹងប្រែប្រួលផងដែរកម្លាំងរត់របស់កីឡាករលេខ13ហ្នឹងលឿនណាស់គ្នាយើងគាត់ណារត់មកផ្លែហ្នឹងវ៉ាដាច់3 4នាក់នៅខាងមុខបាត់ហើយ Spa របស់យើងឃើញអញ្ចឹងហើយអត់ចាំទេក៏បញ្ចេញកម្លាំងដែលខ្លួនមានទាំងប្រមាណហ្នឹងគឺបញ្ចេញមកទាំងអស់ហ្មងធ្វើឲ្យគ្រប់គ្នានៅស្មានដល់ទេថា Spa របស់យើងនៅលះកម្លាំងដល់ចិត្តបញ្ចប់ទីហ្នឹងទៀតគាត់ណាការបញ្ចេញកម្លាំងនឹងមួយហ្នឹងគឺធ្វើឲ្យ Spa ហ្នឹងតាមចិត្តតនកីឡាករលេខ13ទៅហើយក៏ចិត្តដល់ទីបញ្ចប់ការប្រកួតផងដែរមិនថាតែអ្នកគ្រប់គ្នាទេសូម្បីតែកីឡាករលេខ13ហ្នឹងក៏ភ្ញាក់ផ្អើលដែរថា Spa ហ្នឹងនៅមានកម្លាំងទៀតអ្វីដែលសំខាន់ហ្នឹងកីឡាករលេខ13ហ្នឹងរំពឹងថាបញ្ចេញកម្លាំងខ្លួនអស់ហើយក៏នឹកស្មានថាខ្លួនគឺជាអ្នកឈ្នះហ្នឹងឯងតែផ្ទុយមកវិញ Spa របស់យើងគឺបានបញ្ចេញកម្លាំងរត់ទៅមុខវ៉ាដាច់កីឡាករលេខ13តែម្ដងហើយអំឡុងពេលវ៉ាហ្នឹងគឺខ្ញុំមើលខ្ញុំតឹងទ្រង់មែនតើវ៉ាហ្នឹងវាចង់ថាវាសាហាវហើយការប្រកួតក៏បានបញ្ចប់អ្នកឈ្នះគឺជា Spa ហ្នឹងឯង
បន្ទាប់ពីការប្រកួតបានបញ្ចប់មកធីមរបស់ Spa ហ្នឹងក៏បានអបអរសាទរក៏ដូចជាអ្នកគាំទ្រនៅចិត្តហ្នឹងផងដែរហើយដោយសារតែ Spa របស់យើងជាក្មេងស្រុកស្រែមកយកជ័យជំនះអញ្ចឹងគឺវារៀងផ្ទុះដែរអញ្ចឹងបន្ទាប់ពីការប្រកួតបានចប់មក Trainer ក៏បានជួបនឹងមេប្រធានរបស់ក្រុម Marigil តែខ្ញុំនេះអត់ដឹងគេនិយាយទេអញ្ចឹងយើងអាចរងចាំនៅភាគក្រោយទៀតហើយដោយសារតែ Spa របស់យើងនឹងបានឈ្នះពីការប្រកួតហើយជាប់លេខ1ទៀតអញ្ចឹង Spa របស់យើងនឹងធ្វើការចូលរួមកម្មវិធីសម្ដែងលើឆាកនៅយប់ហ្នឹងផងដែរកម្មវិធីក៏ប្រព្រឹត្តទៅធម្មតា Spa របស់យើងហ្នឹងក៏បានឡើងឆាករាំច្រៀងចឹងទៅតែមិនបាច់មើល Spa ដោយសារតែលើកហ្នឹងលើកទី1ពេលអញ្ចឹងឈរមើលទស្សនិកជនទស្សនិកជនមើលមកវិញតើមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែទស្សនិកជនហ្នឹងក៏ចាប់ផ្ដើមងាកមកមើលធីមរបស់ Speaker ផងដែរសំឡេងគាំទ្រក៏បានបន្លឺឡើងឆាកក៏បានចាប់ផ្ដើមលេងបន្ត្រីយ៉ាងរង្គោះរង្គើផងដែរហើយខ្ញុំក៏សូមអធិស្ឋានផងដោយសារតែវីដេអូហ្នឹងគឺវាចេះថាវាជាប់ copyright អញ្ចឹងអាកន្លែងខ្លះវាស្គប់រូបភាពអញ្ចឹងឯងបើសិនជាខ្ញុំដាក់វីដេអូសុទ្ធគឺដឹងតែជាប់ copyright អញ្ចឹងសូមអធិស្ឋានគ្នាយើងផងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេការបកស្រាយហ្នឹងអញ្ចឹងខ្ញុំសូមអរគុណសម្រាប់ការគាំទ្របាយបាយ